chẳng bàn đôi kết hà bạch tình mình chầm nành nổ tê hai miền rương rào xem tiệt phòng bà này thà tình bích mình lõ đôi tình miệt tê tình mía về chầm nành đò tập về tình bích vánh tụ bày chỉ mía bà chầm nành đò bà thân nạn ná có bích nơi tai rẽ xa đầm lại đà đài miên tại hạt bà phía rồi tham tiệt phòng mỗi bên tiết hàng khá có miên pa nhà hà đài mình trở tụ tinh bích rồi bọc luôn đời xa tại miên mù là hết rồi bọc kì xem anh chẳng tớiរឿងរ៉ាវមួយនេះគឺពាក់ព័ន្ធជាមួយនឹងបងស្រីម្នាក់ដែលជាអ្នកមានប្រាក់ខ្ទង់វ៉លលានដុល្លារហើយពីព្រោះតែគាត់បានទិញពេជ្របើជាមួយនឹងគ្រួសាររបស់គាត់ទាំងមូលនៅក្នុងហាងមួយកន្លែងហ្នឹងគឺជាង1លានដុល្លារតែគាត់សុំលក់តែក្រវិលមួយគូទេតែហាងលើកពេលមិនទទួលទិញដោយមានបញ្ហាឬក៏មូលហេតុផ្សេងការរៀបរាប់របស់កណែនៃ Facebook មួយឈ្មោះថាជាវួចសេងដែលខ្ញុំបាទសូមដកស្រង់នៅអត្តន័យរបស់គាត់ទាំងស្រុងយកមកចែករំលែកជូនបងប្អូននៅក្នុងបណ្ដាញសង្គមឲ្យបានជ្រាបពាក់ព័ន្ធទៅនឹងរឿងរ៉ាវរបស់គាត់ដែលបានបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់គាត់ដូចតទៅនេះខ្ញុំបង្ហាញតែក្រដាស់ដែលទិញចុងក្រោយគេប៉ុណ្ណោះបើសរុបគ្រឿងពេជ្រដែលខ្ញុំបានទិញពីហាងនេះសរុបមួយពូជខ្ញុំចូល1លានជាងដុល្លារខ្ញុំឆាតសុំលក់តែក្រវិលមួយគូសិនទេមិនមែនសម្រុកលក់ម្ដងទាំងអស់នោះទេតែខាងហាងបានត្រឹមឲ្យចាំតាំងពីខែ9ឆ្នាំ2025មកដល់ឥឡូវខែ4ឆ្នាំ2026រងចាំអស់រយៈពេល7ខែរួចមកហើយតើខាងហាងចង់ឲ្យខ្ញុំចាំដល់ឆ្នាំណាដែរខ្ញុំហៅដាក់តុកចរចាដោះដូរជារបស់ឡានផ្ទះដីតែខាងម្ចាស់ហាងនៅតែមិនព្រមដោះដូរនោះទេហើយគ្រួសារគាត់ក៏មិនបានអត់នោះដែរនៅដើរលេងក្រៅប្រទេសនៅឡើយទេសូមជូនដំណឹងដល់អ៊ីម្ចាស់ហាងដែលគាត់បញ្ជាក់ឈ្មោះដែរតែខ្ញុំសូមបិទដើម្បីរក្សានៅឯកជនភាពរបស់ហាងគេណានិងកូនស្រីទាំងពីរជួយរកដំណោះស្រាយបើជូនដល់ខ្ញុំជាអតិថិជនចាស់ដែលជួយទិញអស់រយៈពេល10ឆ្នាំជាងកន្លងមកផងក្នុងក្រដាស់ទិញលក់នេះបានបញ្ជាក់ច្បាស់ដូរម៉ូតខាត 3% លក់ខាត 5% កម្រកស៊ីបោកប្រាស់ភ្ញៀវអញ្ចឹងគេអាចប្តឹងពីបទឆបោកទំនុកចិត្តបានណាខ្ញុំរងចាំការដោះស្រាយពីអ៊ីនិងកូនស្រីជួយ share ផងបងប្អូនក្រែងគាត់ឃើញហើយអាណិតដល់អតិថិជនចាស់ម្នាក់នេះខ្ញុំសូមតែចម្លើយមួយដែលឲ្យរងចាំដែលជាក់លាក់មួយទេគេថារងចាំត្រូវរងចាំដោយមានន័យការបង្ហោះរបស់គណនីខាងនេះគឺសំដៅតែលើហាងរបស់គាត់ដែលបានទិញក៏ដូចជាគាត់ចង់លក់នៅគ្រឿងអលង្ការរបស់គាត់ដែលទិញពីហាងមួយនេះតែប៉ុណ្ណោះអញ្ចឹងមិនសំដៅទៅលើហាងដទៃទៀតដែលមិនពាក់ព័ន្ធនោះទេគឺមានន័យថាហាងផ្សេងទៀតគឺមិនមានបញ្ហាទេអញ្ចឹងគឺបងប្អូនដែលជាអ្នកកំពុងតែមានពេជ្រពាក់នឹងខ្លួនក៏មានការជ្រួលច្របល់ឬក៏មានការផិតភ័យហើយការបង្ហោះរបស់គណនីខាងលើនេះគឺមានការ share ចែករំលែកហ្នឹងគឺ 2k 3k ហើយបាទន័យថាកំពុងតែទទួលបាននៅការចាប់អារម្មណ៍ផ្ទុះពេញបណ្ដាញសង្គម Facebook ហើយដូច្នេះសង្ឃឹមថាម្ចាស់ហាងនឹងមានការបកស្រាយប្រសិនបើម្ចាស់ហាងមានការបកស្រាយយ៉ាងណានោះខ្ញុំបាននឹងធ្វើការជំរាបជូនលោកអ្នកក៏ដូចជាបកស្រាយបាទនៅអ្វីដែលម្ចាស់ហាងបានលើកឡើងជូនទៅតាមអ្វីដែលម្ចាស់ហាងចង់មានការបកស្រាយអរគុណណាស់ប្រិមិត្តជួបគ្នានៅវីដេអូក្រោយ